រោគពេលដែលកំពុងដើរខ្ញុំមានអារម្មណ៍ថាដូចជាកំពុងមាននរណាតាមមើលខ្ញុំតាហូរពីដើមឈើមួយទៅដើមឈើមួយទៀតខ្ញុំកាន់តែមានអារម្មណ៍ចម្លែកហាក់ដូចជាមានមនុស្សដើរបុកខ្ញុំយ៉ាងអញ្ចឹងតែខ្ញុំធ្លាប់បានមើលរឿងខ្មោចនៅក្នុងទូរទស្សន៍គេនិយាយថាឆ្កែគោក្របីជ្រូកមាន់ទាអាចមើលឃើញខ្មោចតែពេលដែលខ្ញុំក៏លេចមើលតកូលរបស់ខ្ញុំឃើញវាស៊ីស្មៅធម្មតាមិនមានអ្វីកើតឡើងផងណាយហើយសុទ្ធតែខ្មោចច្រើនណាស់ខ្លះលៀនដាដាក់ខ្ញុំបកដៃហៅខ្ញុំខ្លះសើចដាក់ខ្ញុំភ័យណាស់ក៏ស្ទុះកាលពីខ្ញុំនៅអាយុ12ឆ្នាំកាលនោះខ្ញុំគឺជាក្មេងដែលចូលចិត្តមើលគោខ្លាំងណាស់បន្ទាប់ពីចេញពីសាលារៀនមិនមានថ្ងៃណាដែលខ្ញុំមិនមើលគោនោះទេគឺសឹងតែមួយខែមើលគោ29ថ្ងៃទៅហើយមានថ្ងៃមួយខ្ញុំទៅមើលគោក្នុងព្រៃមួយកន្លែងព្រោះថាមិនដែលមាននរណាយកគោឲ្យទៅស៊ីស្មៅក្នុងព្រៃនោះសោះដូច្នេះហើយខ្ញុំគិតថាបើមិនដែលមាននរណាចូលទៅអញ្ចឹងប្រកាសជាមានស្មៅច្រើនហើយពេលនោះខ្ញុំក៏ដេញគោរបស់ខ្ញុំសម្ដៅទៅព្រៃនោះគ្រាន់តែចូលទៅដល់ព្រៃនោះភ្លាមស្រាប់តែខ្ញុំមានអារម្មណ៍ដូចជាមិនសូវស្រួលក្នុងខ្លួនយ៉ាងម៉េចក៏មិនដឹងទេតែចិត្តមួយគិតថាប្រហែលជាខ្ញុំដេកមិនឆ្អែតហើយមើលទៅបានជាមានអារម្មណ៍មិនសូវល្អដូច្នេះឈរមួយសន្ទុះខ្ញុំក៏ដើរមើលព្រៃនោះក្រែងលោមានសិតតែអាចស្លាប់បាននឹងអាលដកយកទៅផ្ទះដើរក៏ប្រទះនឹងផ្សិតយ៉ាងច្រើនភ្លាមនោះខ្ញុំរកដកផ្សិតនោះទៅហើយក៏ស្រាប់តែឮសំឡេងមួយទំនងជាសំឡេងមនុស្សស្រីវ័យ20ឆ្នាំអីហ្នឹងស្រែកហៅខ្ញុំចេញពីក្នុងកំពតព្រៃក្បែរនោះមិនបង្អង់យូរខ្ញុំក៏ដើរទៅរកប់ជួនពេលនោះម៉ោង3រសៀលទៅហើយខ្យល់ក៏ចាប់ផ្ដើមបក់រវិចលហើយត្រសៀកបណ្ដាលឲ្យដើមឈើនៅទីនោះយកទៅតាមកម្លាំងខ្យល់ចៃដន្យអីពេលនោះអាត្នោតគោខ្ញុំក៏ដើរចង់ទៅឆ្ងាយពីគេទៀតខ្ញុំក៏បែរទៅដេញគោខ្ញុំឲ្យត្រឡប់ទៅហ្វូងវិញឯសំឡេងនោះក៏ស្រាប់តែស្ងាត់ទៅដែរខ្ញុំគិតថាប្រហែលជាខ្ញុំស្ដាប់ច្រឡំហើយខ្ញុំក៏កលេចឆ្វេងស្ដាំក៏ស្រាប់តែឃើញដើមឈើមួយដើមមានម្លប់ត្រឆឹងត្រឆៃមិនបង្អង់យូរខ្ញុំក៏ដើរទៅកាន់ដើមឈើនោះពេលដែលកំពុងដើរខ្ញុំមានអារម្មណ៍ថាដូចជាកំពុងមាននរណាតាមមើលខ្ញុំតាហូរពីដើមឈើមួយទៅដើមឈើមួយទៀតខ្ញុំកាន់តែមានអារម្មណ៍ចម្លែកហាក់ដូចជាមានមនុស្សដើរបុកខ្ញុំយ៉ាងអញ្ចឹងហើយក៏កំពុងតែកលេចមើលមកខ្ញុំទៀតផងខ្ញុំហាមចិត្តខ្លួនឯងថាកុំខ្លាចតែចិត្តមួយទៀតគិតថាតិចខ្មៅលងទៅដូចជាមិនសូវស្រួលសោះនេះតែខ្ញុំធ្លាប់បានមើលរឿងខ្មោចនៅក្នុងទូរទស្សន៍គេនិយាយថាឆ្កែគោក្របីជ្រូកមាន់ទាអាចមើលឃើញខ្មោចតែពេលដែលខ្ញុំក៏លេចមើលតកូលរបស់ខ្ញុំឃើញវាស៊ីស្មៅធម្មតាមិនមានអ្វីកើតឡើងផង
គ្រាន់តែខ្ញុំកន្លែងមកវិញភ្លាមក៏ថាតែគោរបស់ខ្ញុំផ្អើលជាន់ជើងគ្នាលីសូប្រាវខ្ញុំភ័យណាស់មិនដឹងជាហេតុភេទអ្វីកើតឡើងទេភ្លាមនោះខ្ញុំក៏ស្ទុះទៅដេញគោមកផ្ទះអើយមិនដឹងជាថ្ងៃសួយអីទេនេះគោថ្ងៃហ្នឹងដេញអត់មកសោះដេញទៅកើតវាម្លេចដេញទៅលិចវាទៅកើតរត់ចុះឡើងពេញតែព្រៃហ្នឹងខណៈនោះមេកងងងឹតខ្យល់ក៏ខ្យល់ស្ងាត់ក៏ស្ងាត់រោគស្រេចហៅទៅណាក៏គ្មានអ្នកណាឆ្លើយពេលនោះក៏សោះតែភ្លៀងក៏ចាប់ដើមភ្លៀងមកយ៉ាងខ្លាំងខ្ញុំក៏រត់ទៅរកគោតែគោនឹងក៏ផ្អើលរត់ទៅចោលផ្ទះអស់លីងខ្ញុំក៏រត់តាមគោទៅផ្ទះដែរដើម្បីបានជាគ្នាកាត់បន្ថយភ័យខ្លាចគោរបស់ខ្ញុំរត់លឿនទៅខ្ញុំក៏ជប់សម្រាកមួយភ្លែតចំទៅពេលនោះមេឃក៏រាំងភ្លៀងល្មមតែវានៅងឹតតែឡើយភ្លាមនោះគោក្បាលរបស់ខ្ញុំក៏គិតឃើញថាចាស់និយាយថាពេលដើមម្នាក់ឯងកុំងាកក្រៅឲ្យសោះខ្ញុំឆ្ងល់ណាស់ថាហេតុអ្វីបានជាចាស់មិនឲ្យងាកក្រោយហេតុតែកាលនោះនៅក្មេងចង់ដឹងនៅអ្វីដែលគេហាមខ្ញុំក៏សម្រេចចិត្តងាកក្រោយហើយសុទ្ធតែខ្មោចច្រើនណាស់ខ្លះលៀនដាក់ខ្ញុំបកដៃហៅខ្ញុំខ្លះសើចដាក់ខ្ញុំភ័យណាស់ក៏ស្ទុះរត់យកតែប្រាស់អាយុតែខ្មោចក៏តាមខ្ញុំទៀតខ្មោចប្រផិតប្រផោននឹងខ្ញុំពេលនឹងដល់ខ្ញុំទៅហើយខ្ញុំក៏រត់ទៅកន្លែងមួយនៅពេលដែលខ្ញុំជប់សម្រាប់មកផ្លេតហ្នឹងខ្ញុំគិតថាបើសិនជាខ្ញុំរត់ទៀតក៏គ្មានកម្លាំងរត់ដែរព្រោះវាហេវហត់ខ្លាំងណាស់ទៅមកខ្ញុំក៏ស្រាប់តែឃើញស្រមោលអ្វីម្យ៉ាងពណ៌រាងក្រហមស្ទុំយ៉ាងធំកំពុងតែអង្គុយនៅលើដើមឈើមួយដើមសន្ទុកជើងមកក្រោមមើលយូរទៅច្បាស់ទៅថែមទាំងមានថ្មិញប៉ុនជាប់កាប់លៀនដាធ្លាក់ដល់ដីសក់ក្បាលក៏ទ្រើងមុខសុទ្ធតែឈាមកំពុងតែសើចដាក់ខ្ញុំភ័យណាស់ស្ទើរតែសន្លប់ទៅហើយតែខ្ញុំខំតាំងស្មារតីឲ្យនឹងណងហើយខំប្រឹងរត់យ៉ាងដដែលហើយស្រែកថាខ្មោចកំឡុងខ្ញុំខ្មោចជួយផងបងប្អូនជួយខ្ញុំផងខ្មោចលោកខ្ញុំហើយ